PC អតិជនរបស់ខ្ញុំមួយមានបញ្ហា load icon នេះវាឡើងរីកធំណាអញ្ចឹងខ្ញុំអានេះខ្ញុំមកដោះស្រាយចម្ងល់បងជាមួយនឹង icon ឡើងធំចេះអានេះវាមិនមែនមកពីយើងបើក view ធំទេដោយសារបញ្ហាបាត់ driver ណាយើងបញ្ហាបាត់ driver គាត់ប្រើជាមួយនឹង CPU graphic card AMD ក៏នោះទិញខ្ញុំប្រហែល100សិនទិញឡើងប្រហែលឆ្នាំហើយទៅខូចអញ្ចឹង PC ហ្នឹងវាបញ្ហាវាបាត់ driver ដោយសារគាត់ច្រឡំដៃលុបឬក៏ច្រឡំដៃ uninstall អញ្ចឹងណាហើយឬក៏វាមានបញ្ហាផ្សេងៗទៅលើ PC បងប្អូនអាចស្វែងធ្វើតាមខ្ញុំទីមួយបងប្អូនត្រូវទៅ download កម្មវិធីលុប driver ដែលមានឈ្មោះថា DU uninstaller ហ្នឹងឯង DDU download ចូលទៅវាមាន website មួយឈ្មោះថា Guru 3D ជា website មួយដែលយើងមើលទៅលើការរៀនទៅលើ software ផ្សេងៗជាមួយ technology ផ្សេងៗទៅនឹង software មួយចំនួនអញ្ចឹងយើង down មកយកពីdownload EU នេះមកពេលតែ down ទៅវាចេញបែបនេះវាចេញឲ្យយើង download ដល់នេះយើងបើកវាមកហើយ extract វា file RAR តាមទៀតចូលកន្លែងនេះយើង extract វាបន្តទៀត extract បន្តទៀតបាទតាមទៀតវាចេញនឹងបែបនេះគឺយើងចូល DDU V18.1.3.8 តាមទៀតបងប្អូនចូលនេះមកអានេះមិនថា AMD មិនថា Intel ទេគឺយើង clean ចឹងទាំងអស់យើងចុច close តាមទៀតវានឹង load ចេញបែបនេះអញ្ចឹងយើងត្រូវ select យកយើងចង់ clear ទៅលើ audio ឬក៏ GPU អញ្ចឹងយើង clear ទៅលើ GPU របស់ខ្ញុំប្រើ Nvidia អញ្ចឹងយើងលុបវាចោលសិនអានេះបញ្ហានេះគឺយើងអាចប្រើជាមួយនឹង software នេះគ្រប់ PC ទាំងអស់ដែលប្រើជាមួយនឹងដែលអាសាដកដូរ graphic card ច្រើនញឹកញាប់ឬក៏ install driver ចូលច្រើនអញ្ចឹងយើងអាច clean វាមួយសារបើសិនជាវាមាន driver 2វានឹង load ឲ្យ2នេះ AMD ឬក៏ Nvidia យើង clean ហើយយើង clean restart មកវា clean អស់ហើយ restart បន្តមកទៀតយើង clean Nvidia AMD ម្ដងចាំមាន driver 2លើ PC ជាមួយក៏វាបញ្ហាធ្វើឲ្យ blue screen ហើយញ៉ៃដែរឬក៏យើងចុច clean all GPU ហ្មងហើយ clean កន្លែង restart high recommend នេះមកបន្តមកទៀតយើងធ្វើការ check update PC ហើយ install driver ថ្មីមកគឺបានជោគជ័យអរគុណ